ឲ្យតែស្លថែវពេលណាក៏ដោយទិញថែវមកដល់អ្នកផ្ទះសួរឲ្យថែវនឹងផុសល្អអត់តែបើសិនជាឲ្យអ្នកផ្ទះស្លវិញណាសម្លថែវគាត់តែស្លឲ្យអាលួយបើជេសម្រាប់ខ្ញុំថែវតតែផុយអាលួយបានខ្ញុំចូលចិត្តហើយញ៉ាំទៅទឹកខាប់ល្អសម្រាប់របៀបក្នុងការស្លអ្នកខ្លះគាត់ស្ងោរឆ្អឹងជំនីហើយចាប់ផ្ដើមដាក់ថែវសម្រាប់ខ្ញុំអត់ទេបំពងខ្ទឹមខ្ញុំឆាសាច់សិនដាក់គ្រឿងដាក់ខៅហើយខ្ញុំដាក់ថែវឆាបានខ្ញុំដាក់ទឹកដាំឲ្យពុះរហូតដល់ថែវនឹងផុយខ្ញុំរៀងរំងាស់បន្តិចបានចាប់ផ្ដើមយកវាមកញ៉ាំទាល់តែអញ្ចឹងបានឆ្ងាញ់បើសិនជាថែវនឹងញ៉ាំទៅនៅឈប់អត់ផុយអត់មានសាច់ថែវខាប់នៅក្នុងទឹកទេខ្ញុំអត់សូវចេះញ៉ាំម៉ាទេបងប្អូនសម្រាប់គ្រឿងខៅខ្ញុំប្រើម្សៅស៊ុបខ្ញុំប្រើស្ករខ្ញុំប្រើប្រេងខ្យងខ្ញុំអត់ប្រើគ្រឿងច្រើនម៉ាទេនៅក្នុងនេះខ្ញុំមានហេប៊ីយឺហ៊ឺខ្ញុំមានពពុះសដែកឬមួយក៏គេហៅថាហ៊ូគីនឹងឯងហើយឆាសាច់ដាក់គ្រឿងដាក់ខៅឆ្អិនហើយខ្ញុំចាប់ផ្ដើមដាក់ថែវយកមកឆាហើយបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមដាក់ហ៊ូគីឬមួយក៏ពពុះសដែកហ្នឹងព្រោះហ៊ូគីឬមួយក៏ពពុះសដែកវាអត់ឲ្យលួយទៅណាវាទេយើងលាងទឹកឲ្យស្អាតកាត់ខ្លីៗចឹងទៅយកវាមកឆាមួយគ្នាទៅហើយចាប់ផ្ដើមដាក់ទឹកចូលហើយសម្រាប់ទឹកខ្ញុំដាក់ទឹកចេញពីកាសៀវក្តៅតែម្ដងព្រោះពេលនោះខ្ញុំរវល់ដែរខ្ញុំឆាសាច់ឆាគ្រឿងឆាក្រៅហើយខ្ញុំចាក់ទឹកមកងាស់ហ្នឹងខ្ញុំប្រើទឹកក្តៅហើយខ្ញុំក៏ទៅខាងក្រៅដោយសារតែផ្ទះខ្ញុំរវល់អញ្ចឹងខ្ញុំត្រូវមានការនៅខាងក្រៅខ្ញុំមកងាស់វាទុកចោលរហូតដល់ផុយបងប្អូនឃើញអត់ពេលខ្ញុំបើកវិញវាផុយហើយនៅពេលដែលវាផុយអញ្ចឹងអាទឹកសម្លហ្នឹងវាខាប់ដោយសារតែអាសាច់ថែវដែលវារលួយមកអូយបងប្អូននិយាយថាជាតិសាហាវខ្ញុំមិនដឹងថាតើអាហ្នឹងវាដោយសារតែចំណងចំណូលចិត្តឬមួយក៏អញ្ចឹងឯងតែសម្លថែវតបបែបហ្នឹងបានខ្ញុំញ៉ាំតែបើអត់បានបែបហ្នឹងទេសម្លរៀងទឹកថ្លាអត់ខាប់អត់អីហ្នឹងញ៉ាំទៅមិនឆ្ងាញ់ទេបងប្អូនអញ្ចឹងក្រោយយើងដាក់ម្រេចទៅហើយហុយលឹកខ្ទឹមតែប៉ុណ្នេះបងប្អូនអាចដួសញ៉ាំបានកាវបកពុកមាត់បងមកក្រាតែងតែលេចរូបរាងជានិច្ចនៅក្រោយឆ្នាំងសម្លដែលខ្ញុំតែងតែស្លនេះគឺជាការបង្ហាញកាវបកពុកមាត់ដែលជាផលិតផលរបស់ខ្ញុំបាទផ្ទាល់តែម្ដងកាវបកពុកមាត់បងមកក្រាខ្ញុំជឿថាបងប្រុសដែលគាត់មានរស័យពុកមាត់ខាស់ខ្លាំងគាត់ប្រកាសជាពេញចិត្តកាវបកពុកមាត់នេះបកបានស្អាតល្អបកដោយទាំងរឹសតែម្ដងមួយឈុតតែ$25ទេមានឆ្នាំម៉ូលីកៅ1កៅ400ក្រាមនិងស្លាបព្រាបៀកបងប្អូនអាចធ្វើការកម្មង់លេខ Telegram របស់ខ្ញុំ086 94 66 24បើសិនជាបងប្អូនចង់ដឹងពីគុណភាពកាវបងអាចអញ្ជើញមកបកពុកមាត់នៅហាងបកពុកមាត់បងមកក្រាបានហាងបកពុកមាត់បងមកក្រាមានសេវាកម្មបកពុកមាត់បកហូមដៃហូមជើងហូមក្លៀកហូមធុងហូមមកទួលខ្លួនហាងបកពុកមាត់បងមកក្រាបើករាល់ថ្ងៃចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 9 យប់សម្រាប់ការបកពុកមាត់នៅក្នុងហាងបកពុកមាត់បងមកក្រាតម្លៃធំតែ$3តែប៉ុណ្ណោះស្មើនឹង12,000រៀលបងអាចចូល Google Map ដើម្បីស្វែងរកទីតាំងហាងបកពុកមាត់របស់ខ្ញុំបានទីតាំងធំនៅអូដាមវាយអក្សរខ្មែរនៅក្នុង Google Map ដាក់ថាហាងបកពុកមាត់បងមកក្រាជិះមកតាម location ដែលបង្ហាញនៅក្នុង map បងប្អូនជិះមកដល់មុខបរិយ map នឹងផ្ដាច់អញ្ចឹងបងប្អូនអាចជិះចូលក្នុងបរិយផ្ទះ B28 បាទយើងបើករាល់ថ្ងៃទេអត់ពិបាករកទេទីតាំងសួរហៅមែនតើ